នេះគឺជាសកម្មភាពដែលខ្ញុំបានទៅដាក់លបក្តាមថ្មនៅពេលល្ងាចហើយដូចជាបងប្អូនបានដឹងហើយតែក្តាមថ្មគឺវាមិនសូវសម្បូរនោះទេតែសម្បូរនោះគឺសម្បូរតែអាក្តាមក្តឹបក្តាមទូចៗអញ្ចឹងបងប្អូនអរគ្នាហើយខ្ញុំគឺបានទៅដាក់នេះគឺវារៀងជ្រៅល្ងាចហើយបងប្អូនអរគ្នាអញ្ចឹងគឺទឹកចូលខ្លាំងមែនតើតែម្ដងបងប្អូនអរគ្នាអញ្ចឹងគឺយើងមានតែបថុយគឺឋានក្នុងការដាក់តែប៉ុណ្្នឹងឯងហើយគឺសប្បាយខ្លាំងមែនតើក្នុងការដាក់បងប្អូនអរគ្នាព្រោះក្តាមហ្នឹងគឺវាចូលយកតែមែនតើហ្មងតាមថ្មហ្នឹងបងប្អូនអរគ្នាគឺចូល1លោក2 1លោក3 1លោក4 1លោកខ្លះ5ហើយក៏អាចថាបានដែរបងប្អូនអរគ្នាដោយសារតែវាចូលទៅស៊ីនដោយយកមែនតើតែម្ដងបងប្អូនអរគ្នាហើយនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែដើរពេលល្ងាចបងប្អូនអរគ្នាខ្ទង់ម៉ោង5 6អីហ្នឹងគឺទឹកវាចូលឡើងមើលកន្លែងដាក់អត់ចង់ឃើញតែម្ដងបងប្អូនអរគ្នាអញ្ចឹងគឺភាគច្រើនគឺគេមកដាក់តាំងពីម៉ោង3ទៅម៉ោង4ហ្នឹងណាបងប្អូនអរគ្នាម៉ោង4វាចង់ជ្រេពេកផងតែពួកខ្ញុំចេញពីធ្វើការទៅគឺម៉ោង4កន្លះទៅម៉ោង5កន្លះបានខ្ញុំបានមកដាក់អញ្ចឹងបងប្អូនអរគ្នាហើយយើងដើររកទិញលុយទិញអីទៀតអញ្ចឹងទៅគឺវាអាចទឹកវាចូលលិចហេហូអញ្ចឹងណាបងប្អូនហើយសកម្មភាពនេះវិញគឺសកម្មភាពដែលទៀតភ្លឺបងប្អូនអរគ្នាគឺពួកខ្ញុំចាប់ដើមមកសាលបអីបងប្អូនអរគ្នាហើយក្តាមក៏វាចាប់ដើមចូលបដើដែរមួយលោក2 1លោក3ទៅ1លោក4ណាបងប្អូនអរគ្នាគឺវារៀងខែឡើងអញ្ចឹងណាបងប្អូនអរគ្នាហើយបងប្អូនអរគ្នាដែលនៅខេត្តកោះកុងគឺគាត់អត់ឆ្ងល់ទេតែបណ្ដាតាមខេត្តគឺគាត់ចាប់ដើមឆ្ងល់ថាចុំអាអូនហ្នឹងពេលព្រលឹមឡើងពេលល្ងាចមិញគឺគាត់បានទៅដាក់លបហ្នឹងគឺទឹកឡើងចូលហីហូតែម្ដងសិតតែទឹកដូចជាដាក់នៅកលាទលេអញ្ចឹងក៏ប៉ុន្តែឥឡូវស្រាប់តែព្រលឹមឡើងគាត់ដើរសារលបគឺគាត់អត់មានទឹកទេសង្ស័យតែយកលបទៅដាក់កន្លែងផ្សេងឯងតិចក្តាមដាក់អត់ទេបងប្អូនរបស់គ្នាគឺនៅខាងខេត្តកោះកុងរបស់យើងគឺខាងនេះសមុទ្រនេះគឺមានម៉ោងទឹកចូលនិងទឹកងាចបងប្អូនរបស់គ្នានៅពេលដែលទឹកចូលគឺទឹកឡងហីហូតែម្ដងតែពេលទឹកងាចវិញគឺឃើញដល់ដីគោកអញ្ចឹងតែម្ដងណាបងប្អូនរបស់គ្នាឥឡូវគឺយើងត្រឡប់មកក្នុងការរកក្តាមរបស់យើងវិញគឺក្នុងការរកក្តាមរបស់ខ្ញុំនេះគឺខ្ញុំធ្វើការរកនោះគឺនៅថ្ងៃដែលខ្ញុំបានជប់សម្រាប់ពីរោងចក្រទេឧទាហរណ៍ថាថ្ងៃហ្នឹងគឺពេលធ្វើការអញ្ចឹងទៅគឺល្ងាចឡើងពេលល្ងាចតែខ្ញុំចេញម៉ោង4ហ្នឹងគឺខ្ញុំបាននឹងទឹកដាក់អញ្ចឹងស្អែកឡើងគឺយើងឈប់គឺយើងអាចភាសាតនអញ្ចឹងបងប្អូនរបស់គ្នាហើយប្រយ័ត្នប្រយែងមែនតើបងប្អូនដែលរៀនដាក់លបថ្មីនោះបងប្អូនរបស់គ្នាប្រយ័ត្នប្រយែងក្នុងការបាត់លបអីអញ្ចឹងណាបងប្អូនគ្នាដោយសារថាភាគច្រើនគឺមានមនុស្សអកតេមួយចំនួនគឺលួចលបរបស់យើងហើយលួចលបរបស់យើងវាជារឿងមួយដែលធំធ្ងន់ធ្ងរសម្រាប់យើងព្រោះលបវាថ្លៃដែរអញ្ចឹងបងប្អូនគ្នាតែបើវាលួចចូលតែក្តាមទៅវាមិនអីទេតែអានេះលួចទាំងលបទៀតគឺយើងរលុយណាទិញបានលប1 6ទៅ7000នេះណាបងប្អូនហើយដែលអ្នកមានអកតេដែលថាលួចលបហ្នឹងគឺមិនមែនច្រើនទេបងប្អូនតែមួយចំនួនទូចគេក៏មានបងដែលគាត់ល្អដែរគឺគាត់ដើរជួបលបរបស់យើងគាត់ក៏មិនចាក់ក្តាមរបស់យើងយកហើយក៏មិនយកលបរបស់យើងដែរព្រោះអីដែលគាត់ដាក់លបហ្នឹងគឺគាត់យករបស់គាត់ទេគឺគាត់មិនប៉ះពាល់របស់យើងទេតែពួកអកតេមួយចំនួនទូទៅបងប្អូនរបស់គ្នាដែលគាត់យកចាក់លបចាក់អីរបស់យើងយកចាក់ក្តាមយើងយកអញ្ចឹងបងប្អូនរបស់គ្នាហើយសរុបសេចក្តីរួមមកវិញគឺបានក្តាមប៉ុណ្ណេះប្រហែលជា1គីឡូជាងដែរបងប្អូន